ទីបំផុតលោកឌុងឆាយបានសម្រេចប្រគល់កូនស្រីឲ្យទៅអតីតប្រពន្ធគឺអ្នកនាងដេតម៉ាលីណាហើយដោយការស្ម័គ្រចិត្តនៅថ្ងៃទី2ខែមេសាឆ្នាំ2025នេះវេលាម៉ោង 16:45 នាទីនៅចំពោះមុខអាជ្ញាសាលាយ៉ាងណាស្របពេលកំពុងប្រគល់កូនឲ្យទៅអ្នកនាងដេតម៉ាលីណានោះលោកឌុងឆាយបានពោលពាក្យទាំងរំជួលចិត្តថាខ្ញុំស្ម័គ្រចិត្តឲ្យកូនស្រីទៅជាមួយម្ដាយគេសង្ឃឹមថាកូននឹងមានភាពកក់ក្ដៅគ្រប់គ្រាន់និងមានអនាគតល្អជាងពេលរស់នៅជាមួយខ្ញុំពុកនៅទីនេះចាំការពារមើលថែកូនជានិច្ចពុកនឹងចាំជូនកូនដើរលេងជារៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍និងថ្ងៃអាទិត្យតាមរយៈសំណេរនិងរូបភាពមួយសន្លឹកបានឆក់យកបេះដូងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបង្ហាញការគាំទ្រទៅនឹងការសម្រេចចិត្តរបស់លោកឌុងឆាយនិងក៏ខ្លះសម្ដែងនៅការអាណិតទៅដល់ទឹកចិត្តរបស់លោកជាឪពុកដែលស្រឡាញ់កូនស្រីមិនចង់បែកតែយ៉ាងណាច្បាប់គឺច្បាប់លោកត្រូវតែធ្វើតាមដោយមិនអាចប្រកែកបានឡើយ